សួស្តីអ្នកនរគ្នានេះយើងមកនិយាយអំពី download game វាថាថ្មីក៏ថ្មីនៅខែ4យើងហ្នឹងហើយនេះយើងមើលឃើញជាក់ស្ដែងនេះ Super Meat Boy 3D ហ្នឹងហើយ game ហ្នឹងនៅក្នុង Steam game របស់នៅក្នុង Steam របស់ Steam ហើយតម្លៃអានេះធម្មតាតម្លៃធម្មតាវា22កន្លះហ្នឹងហើយបើយើងទិញឈុតបានដល់គេ23គេ discount ហ្នឹងទៅហើយអានេះបានដល់គេដែរ17% 30%អានេះឈុតធំឈុតអីអញ្ចឹងអ្នកធ្លាប់លេងខ្ញុំអត់ធ្លាប់លេងទេហ្គេមហ្នឹងហ្គេមថ្មីតែគាត់ថាមើលរូបភាពទេសភាពអីវាស្អាតដែរវាម្យ៉ាងឲ្យលេងលក្ខណៈបែបផ្សងព្រេងណាប្រងព្រេងបែប animation តុក្កតានេះឥឡូវយើងមើលទៅតុក្កតាមើលតំណងសប្បាយលេងហើយដូចខ្ញុំភ្លេចបាត់ទេស្ទើរពួកផ្សងព្រេងបែប puzzle អីអញ្ចឹងណាអូខេឥឡូវហ្គេមហ្នឹងនៅក្នុង Steam វាលុយអញ្ចឹងមើលជប់មាន speed requirement នេះ system requirement អញ្ចឹងចង់មានន័យថា PC ឬក៏ laptop របស់អ្នកនរគ្នាទួយ input ប៉ុណ្ណេះចាឥឡូវយើងបាច់និយាយទួយយើងនិយាយជាមធ្យមវិញជាមធ្យមវាតែងតែលេងបានល្អជាងអញ្ចឹង64 Windows 64អញ្ចឹងទៅ Windows 10ឡើងលេងបានហើយត្រឹម Core i5 generation ទី13ហ្នឹងហើយ13ឬក៏ Ryzen 7អញ្ចឹងទៅ RAM 16GB វាបើគិត RAM វារៀងគួរសមដែរតូចបំផុតក៏ 8GB ដែរព្រោះថាហ្គេមនេះវាអាចថាស៊ី spec ធំអញ្ចឹងណាវាមាន graphic ផ្សេងអញ្ចឹងទៅហើយនេះពាក់ព័ន្ធមួយ RTX graphic card GPU ហ្នឹងហើយ27ជាមធ្យមបើយើង on ទេត្រឹម15 Ti 4G លេងបានហើយDirectX version 12ព្រោះឥឡូវអ្នកទាំងអស់គ្នាវាគួរតែមាន version 12ហើយ DirectX ឥឡូវវាអត់ពិបាកទេ12វា support ច្រើនហើយ disk space size វា 10G ហ្នឹងមកយើងលេងបានហ្នឹងលក្ខណៈថា install ហើយអីអញ្ចឹងណាមកឥឡូវយើងកុំឲ្យខាតពេកអ្នកនរគ្នាមើល trailer វាអញ្ចឹងទៅបាទខ្ញុំមាន link នេះគឺយើង download តាម magnet បាទ magnet ហ្នឹងអ្នកនរគ្នាជាធម្មតាបើអ្នក download តាម magnet វាចូលទៅលើ torrent uTorrent ឬលក្ខណៈថាអ្នកនរគ្នាចង់ download ទៅលើ IDM អីអាហ្នឹងផ្សេងមួយទៀតuTorrent អ្នកនរគ្នាមាន uTorrent អ្នកនរគ្នាបើកមកចេញចម្រុងនេះខ្ញុំ download ហើយខ្ញុំអត់សូវ download ទេពេលអ្នកនរគ្នា download ទៅនេះ file វា 1.82G game ហ្នឹង crack game ហ្នឹង crack យើងខ្ញុំអត់មានលុយទិញទេខ្ញុំលេងតែរបស់ crack ដែរហ្នឹងហើយអញ្ចឹងពេលដល់មកវាបាននេះបាទ size 1.82 ហ្នឹងអញ្ចឹងអូខេឥឡូវខ្ញុំទៅសូអ្នកនរគ្នាមើល link នេះខ្ញុំធ្លាក់ឲ្យនេះអ្នកនរគ្នា download មកនឹងបាន folder មួយនេះចេញតែយើង download តាម uTorrent ណាអញ្ចឹងអ្នកនរគ្នាបើកមកឥឡូវយើងធ្វើការ set up ទាំងអស់គ្នាបាទអ្នកនរគ្នាមើល size ត្រឹមត្រូវអត់វាមិនដែរគ្រប់ file អត់នេះ2.13អូខេអញ្ចឹង size វាខ្ញុំ download បានប៉ុណ្ណឹងអញ្ចឹងអ្នកនរគ្នាធ្វើការ set up មក verify bin ហ្នឹងបើយើង verify ដំបូងក៏វាអត់មាន file ដែលត្រូវ check មើលដឹងដែរតែបើយើង set up ហើយវានឹង verify bin auto ហើយលើកក្រោយយើងចង់មើល verify bin នៅពេលដែល game លេងថាលេងទៅគាំងឬក៏បាត់ file វា crash អ្នកនរគ្នាទៅមើល verify bin ថាវាបាត់កន្លែងណាបាត់ file មួយណាឬក៏ missing file មួយណាអញ្ចឹងទៅអូខេឥឡូវយើង set up អ្នកគ្នាមកអានេះខ្ញុំសូមបញ្ជាក់ដូចដែលនិយាយចឹងថា game crack វាតែងតែអាចនឹងមានល្អនិងអត់ល្អតែពីច្រើនតែ crack គឺលក្ខណៈយើងផ្ដាច់ license ផ្ដាច់អីគេអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាលេង game crack ទាំងអស់គួរតែមាន laptop ឬក៏ computer អ្នកនរគ្នាត្រូវច្បាស់ថាអត់មានឯកសារអីសំខាន់ឬក៏ទិន្នន័យ document អីក៏សំខាន់ណាឬក៏ជាលក្ខណៈថាអ្នកនរគ្នាអត់សូវខ្វល់ថា computer អ្នកនរគ្នា Windows អ្នកនរគ្នាគឺមកសម្រាប់ទៅលេង game ទេអញ្ចឹងបើ computer ធ្វើការអីកុំព្រោះយើងអត់ច្បាស់ថា crack ហ្នឹងវាមានប្រកប file អីខ្លះទេតែសម្រាប់ខ្ញុំ computer ខ្ញុំវាអត់សំខាន់ទេវាមានឯកសារដែរតែឯកសារទូទៅអីអញ្ចឹងយើងសំខាន់យើងប្រយ័ត្នប្រយែងទាំងអស់គ្នាអូខេអញ្ចឹងអានេះ file EE ថ្មី Windows អត់ធ្លាប់អត់ស្គាល់អញ្ចឹងវានឹងសួរយើងអញ្ចឹងយើង run anyway មកវានឹងចូលទៅលើ administrator admin យើង click yes មកហ្នឹងហើយតមកនេះវានឹងចេញ instruction យើង follow by instruction គេមួយទៅអ្នកនរធ្លាប់ចុះបិទសម្លេងហ្នឹងអ្នកនរធ្លាប់ download ពួក game crack តាម web ខ្លះ instruction វាដែរទេវាខុសគ្នាទេអានេះ limit installer ហ្នឹងខ្ញុំធ្លាប់និយាយមុនមកហើយបើអ្នកនរគ្នាមាន RAM តិចអ្នក check វាទៅតែបើអ្នកនរគ្នាមាន RAM ច្រើនណាឧទាហរណ៍ថាច្រើនជាង 8G បើ 8G ឡើងណាយើងមក check ក៏បានថាវានឹង run performance ថែមអញ្ចឹងទៅអូខេឥឡូវខ្ញុំអត់ check វាទេខ្ញុំ nick យកមកnick មួយទៀតអានេះទីតាំងដែលអ្នកទាំងអស់គ្នាធ្វើការពន្លា file install file ហ្នឹងទៅលើកន្លែងណា path ណា directory មួយណាអូខេ
អញ្ចឹងខ្ញុំអត់យក start menu folder ទេខ្ញុំបកចេញ start menu Windows វា folder វានៅនេះពេលយើង click មកវានៅនេះ folder នេះ start menu អញ្ចឹងទៅ Windows 10 ស្រួលមើលបាទអញ្ចឹងខ្ញុំ click ខ្ញុំ check ដើម្បីកុំឲ្យវា create អញ្ចឹងខ្ញុំ install ដាក់នៅ D drive នៅ game folder game ហើយតែចង់ដូរទីតាំងដាក់នៅកន្លែងផ្សេងឬ C អញ្ចឹងទៅប៉ុន្តែបើខ្ញុំគិតថាដាក់នៅ C ល្អជាងពីច្រើនអ្នកទាំងអស់គ្នាមាន SD ហី laptop ហ្នឹង SD ហីអញ្ចឹងយើងដាក់នៅ C ទៅវាល្អបើ drive D អ្នកទាំងអស់គ្នាមិនមែន SD performance វាបើតាម game ខ្លះវាអត់សូវ C ធំវាយើងមើលទៅវាអត់សូវខុសគ្នាតែ game ខ្លះរៀង C ធំយើងលេងទៅ performance រៀងខុសគ្នាហ្មងបើយើងចាប់អារម្មណ៍អញ្ចឹងខ្ញុំដាក់នៅក្នុងនេះដាក់ក្នុង game នៅក្នុង drive C បាទ drive C មើលឃើញហើយអូខេ click មក update DirectX បើសិនជា DirectX អ្នកនរគ្នា11វានឹង auto up ទៅ12បើសិនវា available ហើយអានេះ file support C Sharp C++ ហ្នឹងគឺពីធម្មតា file គេបង្កើតមកដើម្បីជួយដល់ .NET runtime server អីចឹងទៅអញ្ចឹង check មកវីដេអូខ្ញុំនិយាយច្រើនក៏ប៉ុន្តែ game ទៅមិនតិចទេដល់ទៅមិនតិចទេយើងនិយាយច្រើនគេថានិយាយដើម្បីឲ្យអ្នកនរគ្នាយល់ចឹងណាតាម step by step ហ្នឹងវាអាចនឹងមិនយើងក៏មិនលម្អិតទៅឲ្យទៅអស់ដែរតែសំខាន់ឲ្យយើងបាន download game លេងបានហ្នឹងហើយនេះធ្វើការ downloading 37 មេ.76នេះ downloading file ហើយលើកយើងចាំមើល download ពេញឬក៏ចិត្តពេញចាំយើងតម្ដងទៀតឥឡូវខ្ញុំសុំ person ណាខ្ញុំសុំ person ហើយវា download បានតិចតើឥឡូវយើងតវិញក៏ប៉ុន្តែ download អត់យូរទេមិញវាយឺតទៅដំបូងតិចទេនេះឥឡូវវា download ហើយតែ play ទេអូខេ minimize នេះសិនអញ្ចឹងនេះកន្លែងនេះគឺជាកន្លែងសំខាន់របស់វាគឺជាកន្លែង install file របស់ game បាទនេះអ្នកនរគ្នាមើលតាម path មួយទៅ engine content renderer destination table.bin អញ្ចឹងកន្លែងហ្នឹងវា game ពីច្រើនទូចបើសិនជាក្រុម5មេណាក្រុម5មេវាអាច install អត់សូវយូរទេបែរជាខ្ទង់និយាយទៅ5នាទីអីហ្នឹងមើលទៅប្រហែលជា5នាទីអីទេបើតាមនេះឥឡូវយើងមើលជាក់ស្ដែងហ្គេមយើង download 2G ជាងហើយយើង install វាទៅ play ទៅឃើញតែករណីថាបើ game ខ្លះវាច្រើន G ណាឧទាហរណ៍ថាឥឡូវយើងនិយាយពាក់កណ្ដាលទៅយើងនិយាយថា 50G ឡើងទៅ 40-50G install មួយ estimate time វារៀងច្រើនវាអាចចូលកន្លះម៉ោងអីចឹងទៅហ្នឹងហើយកន្លះម៉ោងឬក៏លើសហ្នឹងអីទួយទៅតាម file ប្រភេទធំឬក៏តូចឯងបើតាមខ្ញុំធ្លាប់ install GTA វិញ GTA 5 កាលមុនខ្ញុំធ្វើយូរហើយធ្វើប្រហែលឆ្នាំមុនយូរហើយខ្ញុំដាក់ install ចោលច្រើនម៉ោងប្រហែលជាប្រហែលទេពី1ម៉ោងដឹងហើយខ្ញុំអត់ចាំទេវាស៊ីធំពេកអញ្ចឹងទៅវាចំណាយពេលត្រូវបើក laptop ចោលហ្នឹងទៅមកបានយើងអត់ទៅ copy យើង download យកមកធ្វើខ្លួនឯងមកអូខេកន្លែងនេះគឺជាកន្លែង step ដែលត្រូវជិត finish ហើយ update DirectX ខ្ញុំ update ទៅព្រោះខ្ញុំដឹងថាឥឡូវគេមាន Microsoft ធ្លាក់អីមកទៀតឬក៏អត់ទេអានេះខ្ញុំ update ធម្មតាសូមបញ្ជាក់កន្លែងប្រភេទនេះ Visual C ហ្នឹង C++ C Sharp ហ្នឹងបើអ្នកនរគ្នាធ្លាប់ install ហើយបើវា update fail អត់អីទេយើង skip បានតែបើវា install បានអូខេបានន័យថាយើង file ហ្នឹងយើងអត់ទាន់ install មួយទៀត file ហ្នឹងមានហើយប៉ុន្តែវាយើងថាវា replacement គ្នាអត់បានណាឧទាហរណ៍ version ឧទាហរណ៍និយាយ version 1 version 2 អញ្ចឹងទៅវាអត់ match គ្នាអញ្ចឹងវាធ្វើឲ្យ fail ឥឡូវយើងកុំខ្វល់ឥឡូវយើងបើក figure size នេះយើងមិនបាច់បើកទេ redirect direct figure size ក៏មិនបាច់ដែរយើងឡាញ់ទៅហ្មងអញ្ចឹងខ្ញុំប្រើទៅអីនេះទេអ្នកនរគ្នាបើអត់ខ្វល់ទេឡាញ់ទៅវានឹងបើកផ្ទាំងរបស់game size ដែលយើងទាញយកមកហ្នឹងអូខេឥឡូវ finish នេះកន្លែង file នេះគឺជា file verified bin បាទ file ដែលខ្ញុំនិយាយពីដំបូងនេះ verify bin file before installation បើអ្នកនរនេះកន្លែងនេះផែននេះគេដាក់ before installation បើអ្នកនរធ្លាប់ install file ហ្នឹងពីមុនវាអាចនឹងមានសេសសល់អញ្ចឹងអ្នកនរនេះអាច verify ទៅតែថាខ្ញុំអត់ធ្លាប់ install file ហ្នឹងទេអញ្ចឹងខ្ញុំ run ហ្មងអញ្ចឹងនេះឃើញ all file គឺ okay បើន័យថា64លើ64 file វាអត់មានបាត់ហើយក៏អត់មាន missing ហើយក៏អត់មាន fail code file ដែរបើសិនជាមានបញ្ហាអីវានឹងដាក់ alert ឲ្យយើងដឹងហើយនេះកន្លែងនេះ missing zone bad zone មានន័យថាវា okay ហើយអញ្ចឹងវាមានបញ្ហាទេអញ្ចឹងយើងខ្វាយមកវានឹងឡាញ់ទៅលើ game ហ្នឹងកន្លែងនេះ install DirectX មិញហ្នឹងអញ្ចឹងខ្ញុំធ្វើការ set up ទៅឥឡូវយើង minimize បាទ minimize browser សិនមកកុំឲ្យវែងឆ្ងាយកន្លែងនេះអ្នកទាំងអស់គ្នាតើតើមានអ៊ីនធឺណិតបានវា download ទៅ update DirectX បានបើអត់មានទេវានឹង fail ហ្មងវាឲ្យយើង retry ពេលក្រោយអញ្ចឹងយើងអាច skip បានយើង skip ទៅវានឹង install ដល់ file បន្ទាប់
nè lại ní cứ file chẳng lại ní nhung miên hao vậy modify reset app bữa auto miên thế vì ao dương install này rồi có set up new nữa tại nhung miên hao ấy chẳng nhung còn repair mất của bạn này nè nó thích lúc của bạn này nè set up successful rồi chẳng repair mới thiệt mất bị chớn ao cho game dương liên install máu với tay giờ nè develop cái set up file support mà ơi ok head up game hay tụi nó liên spy mà tôi vừa nhưng quả cơ dụng mạnh liếm á đây mình chập vào đó from the boy nghĩa hay chỉ lên một controller bàn mà tôi lấy dương linh mouse chầm mơ từ này em tệ lấy camera speed English screen shake cứ speed run mode anh em mà đăng đế function helper tutorial turn off tutorial turn off ấy em chọn turn on rồi nhưng mà đăng game mà trong lấy những mơ graphic bằng nhóm đã máu bị chập 22 nữa này anti đủ sấn bên này nó thì bị che bên này nó thì PC nhà nó thì cái thay dạng của bá này thì hiện tại từ chỉ low đưa rồi medium mấy từ còn mọi vì lên thông phi là vì lên tới vì tẹt vì smart frame á cho là ní wide screen full gặp bất ní brand full screen gì vậy taแต่นี้เป็นอะWindows full screen อันนี้ full screen ของอันนี้กำมาเริ่มdùng ô dỗ ok accessibility KK vision controller WASD left mày chuối dương đã nó mà chích đưa hột lưới này đằng đấy ground slab nó kia press left control hay gì hoạt động ấy space jam thòm na tu tới rụt lươn nè speed rụt lươn shift thằng chuối xong over Yuki ok lấy dương tọt xa game đấy cái này là mua được cái đẹp bầy game 1 game 2 cái nào lấy dương nó đẹp mua chứ ở đâu không activate tutorial ok dương hơi vi biển của dương ở đấng post ad này video đã mong đôi video 10 này game bộ xử gì khói tộc tá tranh máu bia lật máu hiện graphic em tôi ăn chui tua dày thì điện Super Mario đây mấy khi cho động chân Super đây anh ấy easy thế mày đá thôi này anh ấy gì nè những cái xí nó hột lươn là lấy cùng hang vậy đá thích là động mày mà giống lên cắt kìa ta thế vậy why trong đồ world đi trò bò trên lên rồi đúng thế mà giờ ở trên chọc trời vi trì cái gì trên chỗ ăn này trên chỗ ăn thấy thế mà giờ che mà rồi lấy che đi nhé lấy chậm phê cối đang thơm mà vậy lấy cái game ok nhớ nhôm nông từ lẹ magnet dù ở Torrent áo này nó như là tròn toàn tờ pha vía nè copy về máu hay pha từ lưu browser máu mà bảo browser mùi nào bán đấy pha thì dùng copy nè tao mới dùng pha anh nhớ còn Inter click trái vì nó bao Torrent này chứ không phải bao Torrent vì dùng trên một bài này chứ ok chạm vậy đó download bài này
ចឹងអូខេវីដេអូមានប៉ុណ្្នឹងទេជួបគ្នានៅពេលក្រោយអរគុណច្រើន